Bạn sẽ lên làmខ្ញុំបាទរត់ថ្ងៃនេះខ្ញុំចេញវីដេអូមករៀនពីរបៀបក្នុងការ teleport ដោយប្រើ command នៅក្នុង wall របស់យើងធម្មតាអ្នកនាងហើយ player ដែលតំរៀនលេង Minecraft ថ្មីគឺគាត់ជាបានជួបនៅការវែងទេអ្នកនាងហើយវីដេអូនេះដែរខ្ញុំគាត់ថាធ្វើចេញមកប្រាប់ពីអ្នកដែលមិនទាន់ចេះតែបើសិនជាអ្នកនាងចេះហើយក៏អាចមើលវីដេអូនេះបានដែរអ្នកនាងហើយមុនចូលវីដេអូអ្នកនាងកុំភ្លេចជួយចុច like និង subscribe ឲ្យរបស់ខ្ញុំម្នាក់មួយផងតើយើងចូលទៅកាន់វីដេអូតើឥឡូវយើងចូលមកដល់ក្នុង game ហើយអ្នកនាងហើយនេះខ្ញុំឧទាហរណ៍នេះជាទារបស់ខ្ញុំអ្នកនាងហើយមុនដំបូងយើងចុចចូលទៅកន្លែង setting សិនអ្នកនាងហើយចូលកន្លែង setting មកបន្ទាប់ពីយើងចូល setting ហើយយើងនេះដាក់រូបភាព game នៅ game នៅលើហ្នឹងហើយដល់មកអូទៅក្រោមមកយើងដាក់រូបភាពដែលមានឈ្មោះថា coordinate នៅ show coordinate មិន show day គឺជា show coordinate ទេអ្នកនាងមិន show day តោះយើងបើកវាមកអ្នកនាងនេះអ្នកនាងបន្ទាប់ពីយើងបើកបានហើយគឺយើងចុចចេញមកអ្នកនាងហើយដល់ពេលដែលយើងចុចចេញមកនោះវានឹងឃើញposition អីគេណាខ្ញុំសូមជាអានអ្នកនាងនៅគៀនខាងឆ្វេងដៃណាអ្នកនាងហើយយើងត្រូវមានគេសភៅមួយអ្នកនាងដើម្បីកត់លេខនឹងដាក់តាមខ្លួននោះស្រួលពេលយើងដើរទៅណាទៅយើងបើកមើលសភៅហ្នឹងហើយអាច teleport មកវិញបានអ្នកនាងហើយនៅអ្នកនាងយើងដើររកលេខនៅតាមបាវែនទេយើងមកអ្នកនាងហើយសូមបញ្ជាក់អ្នកនាងទានអ្នកនាងមានលេខមិនដាក់លេខហ្នឹងទៅអ្នកនាងកុំដាក់តាមលេខខ្ញុំអ្នកនាងហើយនេះជាលេខដែលខ្ញុំគាត់ថាវាល្អអីហើយបន្តមកយើងបើកក្នុងសភៅយើងមកយើងកត់អាលេខហ្នឹងទុកមកអ្នកនាងហើយមិញដូចជាមានលេខ55ហើយដល់5ទៀតនឹងលេខ0 5កដាលទានអ្នកនាងមិនដាក់ចឹងអ្នកនាងហើយដើម្បីឲ្យវាស្រួលចំណាំអ្នកនាងកុំភ្លេចដាក់នៅកតុយហ្នឹងដាក់ home មកអ្នកនាងដើម្បីឲ្យស្រួលយើងចំណាំណាអ្នកនាងនេះអ្នកនាងដើម្បីស្រួលចំណាំដាក់ home កតុយខាងលេខដូចខ្ញុំមកអ្នកនាងតើឥឡូវខ្ញុំទៅធ្វើឧទាហរណ៍អ្នកនាងមើលសិនទៅអ្នកនាងគឺខ្ញុំនឹងធ្វើការហោះទៅខាងភ្នំនោះឲ្យវារៀងឆ្ងាយបន្តិចហើយដោយសារខ្ញុំដាក់6ឆាំងអញ្ចឹងទៅគឺវាមិន receive map ឲ្យលឿនទេអ្នកនាងគឺត្រូវការចាំវាមួយ plate នេះឧទាហរណ៍គ្នាមើលបើនេះយើងកំពុងតែដើរអញ្ចឹងទៅយើងចង់ទៅទៀតវិញអញ្ចឹងយើងអត់ដឹងហើយយើងមានសភៅនេះដែលយើងកត់លេខមិញចូលហើយយើងបើកមើលវាមកនេះលេខនៅទីយើងតើបើយើងមើលវាអីគឺយើងចុចចូលកន្លែង comment ហើយអ្នកនាងធ្វើការចុច slash ហើយនឹងដាក់ TP ហាលេខហ្នឹងទានអ្នកនាងមិនដាក់អញ្ចឹងអ្នកនាងកុំដាក់តាមខ្ញុំដោយសារតែ world ផ្សេងគ្នាអ្នកនាងហើយទៀសផ្សេងគ្នាអញ្ចឹងមិនដាក់តាមខ្ញុំទេអាហ្នឹងគាត់បញ្ជាក់ប៉ុណ្ណឹងអ្នកនាងនេះយើងវាយបានហើយគឺយើងចុចបញ្ជូនទៅអ្នកនាងដល់ពេលដែលយើងចុចបញ្ជូនទៅគឺវាធ្វើការ teleport យើងមកដល់ទីនេះទីខ្ញុំមិញអ្នកនាងឃើញអ្នកនាងគឺវាងាយស្រួលខ្លាំងមែនទែនសម្រាប់ player ដែលតំរៀនថ្មីរៀនលេង Minecraft ថ្មីអ្នកនាងបាច់ហត់ដើរឆ្ងាយណាមួយកុំឲ្យវិញទេឃើញនេះទីរបស់ខ្ញុំអ្នកនាងចាស់ច្រឡំដៃវាយវិញអ្នកនាងឥឡូវយើងយករបស់ដាក់វិញទៅយកធីមដាក់ទៀនហ្នឹងវិញឥឡូវយើងយកទ្វារមកនឹងយកអិតណាអូនេះអិតយកដាក់វិញណានេះម៉ែច្រឡំដៃរបស់យូរដាក់ជួយដាក់ខុសទៀតដាក់សម័យតោះឥឡូវខ្ញុំបរៀនអ្នកគ្នាពីរបៀបក្នុងការដើររក villager ឬក៏ structure ឬក៏ biome ដោយមិនចាំបាច់ដើរឆ្ងាយអ្នកគ្នាគាត់ teleport ទៅក៏បានមុនដំបូងយើងចុចវាថា slash location ហើយ slash locate structure បើអ្នកគ្នាចង់ដើររក structure ដាក់ structure បើអ្នកគ្នាចង់រក biome ដាក់ biome មកហើយសេតាមខ្ញុំមកមុខហ្នឹង
ហើយខ្ញុំឧទាហរណ៍ថាខ្ញុំចង់ទៅ village ដែលនៅចិត្តកន្លែងផ្ទះខ្ញុំណាអ្នកនេះយើងគាត់ដាក់មកវាយមក villager ហើយបន្ទាប់ពីយើងវាយហើយគឺយើងធ្វើការចុចបញ្ជូនទៅគឺវានឹងប្រាប់ពី coordinate របស់វានៅគៀនខាងឆ្វេងដៃអ្នកនេះហើយនេះជាលេខរបស់ coordinate villager ហ្នឹងហើយយើងត្រូវចំណាំវាថាលេខហ្នឹងមានអីខ្លះតោះចូលកន្លែង comment សារជាថ្មីហើយតោះខ្ញុំវាយពាក្យថាយើងមកយើងវាយ slash មកអ្នកនេះតោះយើងវាយ slash tp តោះមកយើងដាក់អាលេខដែលយើងបានមិញណាអ្នកនេះហើយសូមបញ្ជាក់ទៀតលេខទាំងនេះគឺមិនមែនដាក់បានគ្រប់វល់ទាំងអស់គ្នាទេអ្នកនេះបើវល់អ្នកគ្នាដាក់ចេញលេខមិនអ្នកគ្នាវាយលេខចឹងចូលកុំដាក់តាមខ្ញុំអ្នកនេះនេះឥឡូវយើងបានមកដល់ហើយយើងចាំវា play center នេះអ្នកនេះចាំមក play center ដោយសារខ្ញុំទូរស័ព្ទវារៀង lag ចឹងទៅវាយូរត្រង់វាចេញlecture ឲ្យហើយគេថាវិធីនេះគឺពិតជាងាយស្រួលខ្លាំងមែនទែនសម្រាប់ដូចយើងចង់ទៅ Nether អញ្ចឹងយើងចង់ទៅរស់ Nether Fortress អញ្ចឹងទៅយើងគ្រាន់តែវាយ slash locate អី structure Nether Fortress អញ្ចឹងទៅនេះគឺវានឹងចេញ locate គេ coordinate ដែលយើងមើលនេះហើយនេះគេថាកើតមកនៅក្នុងដីមកនៅនេះដោយសារកដាខ្ញុំដាក់តែ88អញ្ចឹងវានៅក្នុងដីបើសិនជាយើងដាក់100ក៏បានដែរនេះហើយអស់នេះកុំឆ្ងល់ថាកដាហ្នឹងគេអាកដាហ្នឹងគឺជាប្លុកកម្ពស់ខ្ពស់និងទាបហ្នឹងនេះបើសិនជា100ឡើងគឺវាខ្ពស់ហើយបើសិនជា100ចុះគឺវាទាបបាទហើយនេះគឺជា villager ដែលយើងបាន teleport មកដែលវានៅចិត្តគៀកនឹងផ្ទះរបស់យើងណានេះហើយឧទាហរណ៍ថាបើយើងចង់ទៅវិញអ្នកគ្នាវាយដូចដើមមកចូលសិននេះខ្ញុំរកកន្លែងចុះ present សារវា lag ណានេះហើយឥឡូវយើងចូលមកដល់កន្លែងលើដំបូងនេះយើងធ្វើការចុច comment ដើម្បីចូលទៅកន្លែង comment teleport ទៅទីយើងវិញណានេះហើយគ្នាវាយ slash មក slash tp អាលេខទីចាស់យើងហ្នឹងណាគ្នាយើងវាយវាចូលមកអាលេខទីយើងហ្នឹងអានេះវាអាចជួយយើងកុំឲ្យយើងដើរឆ្ងាយវាអាចនាំយើងទៅណាក៏បានដែរណាមួយសម្រាប់អ្នករៀនលេង Minecraft ដំបូងអីគឺពិបាកក្នុងការដើររកផ្ទះអីអាចមើលវីដេអូនេះបានហើយនេះគឺជាដល់ផ្ទះយើងវិញហើយណាគ្នាហ្នឹងវាមានតែប៉ុណ្ណឹងណាគ្នាហើយវិធីនេះគឺខ្ញុំគាត់ថាវាពិតជាល្អខ្លាំងមែនទែនសម្រាប់ player ដែលមិនចេះលេង Minecraft ទៅរៀនលេង Minecraft ហើយplayer ដែលបាត់ផ្ទះវិញផ្ទះអីហ្នឹងហើយមើលវីដេអូរបស់ខ្ញុំទៅនឹងធ្វើតាមទៅនឹងបានប៉ុណ្ណឹងដោយមិនចាប់បាញ់ដាក់ម៉ូតដាក់អីទេអ្នកគ្នានាំតែ lag wall យើងហើយចុងក្រោយអ្នកគ្នាខ្ញុំសូមឲ្យអ្នកគ្នាជួយចុច like និង subscribe ឲ្យ channel របស់ខ្ញុំអ្នកមួយផងដើម្បីធ្វើជាកម្លាំងចិត្តឲ្យខ្ញុំផុសវីដេអូបន្តទៀតហើយមួយថ្ងៃនេះគឺខ្ញុំបានថតវីដេអូផុសមកទេអ្នកគ្នាសារចប់របបរៀនសារឆ្នាំប្រឡងទី9អ្នកគ្នាសូមអធិស្ឋានផងចំពោះលេង server វិញក៏ខ្ញុំមិនសូវមានពេលលេងដែរអ្នកគ្នាដោយសារ server យើងត្រូវការលេងដឹងតែចូល 2-3 ម៉ោងឯងដើម្បីរក item អញ្ចឹងទៅខ្ញុំសូវមានពេលអ្នកគ្នាអញ្ចឹងបាយអ្នកគ្នាជូនពរអ្នកគ្នាជួបតែសំណាងល្អធ្វើអ្វីដោយបំណងប្រាថ្នាបាយអ្នកទាំងអស់គ្នាបាយ